តោះអ្នកទាំងអស់គ្នាយើងទៅមើលនៅ basement ទាំងអស់គ្នាparking កន្លែងចតឡានខ្ញុំណែនាំអ្នកគ្នាពី system ខ្លះនៅកន្លែងចតឡានថាតើមាន system អីខ្លះនៅកន្លែងចតឡាននៅ basement នេះB4 ជាន់ទី4 basement ជាន់ទី4អានេះជាន់ក្រោមកេងអស់ហើយនេះនៅជាន់ទី4ហ្នឹងតាមជាន់មួយនេះមានគ្រប់ជាន់ basement គេធ្វើមាន gutter នេះហៅ gutter ទំហំអាចថាមកទឹកកន្លះជម្រៅមកទឹកកន្លះអីចឹងទៅហើយមាន slope ហ្នឹងគេប្រហូរទៅចូលទៅក្នុងសម្ភិតហើយទៅមើលសម្ភិតដុំនេះជំរឿខ្ញុំនាំអ្នកទៅមើលសម្ភិតនេះគេធ្វើ gutter តាមជាងអញ្ចឹងមកមាន slope វាមកហូរមកចូលសម្ភិតនេះអ្នកក្នុងនេះមានសម្ភិតអានេះក៏រកសម្ភិតហ្នឹងមានអានេះវ៉ានទៅយកវាអានេះក្នុងហ្នឹងមានប៉ាំនឹងគ្នាមានប៉ាំ2គ្រាប់អញ្ចឹងមកម្ដងនេះមានប៉ាំ1គ្រាប់ម្ដងមានប៉ាំ1គ្រាប់ submersible ប៉ាំគេដាក់ក្នុងហ្នឹងតម្លាក់ចូលក្នុងហ្នឹងហើយវារុញទៅនេះរុញឡើងទៅ main hole នៅជាន់ ground floor ជាន់លើរុញទៅយកទៅអានេះ check valve មាន check valve មានអីវាការពារឲ្យទឹកធ្លាក់ចុះវិញ get valve check valve gutter ហ្នឹងគេមានfloor drain បងប្អូនfloor drain collect ប្រមូលទឹកហ្នឹងនេះមកតាម floor drain ហ្នឹងចូលទៅក្នុងអាសម្ភិតមិញហ្នឹងសម្ភិតដែលថតឲ្យមិញហ្នឹងអញ្ចឹងគេតទៅយកចេញពី floor drain ហ្នឹងទៅយកមកចូលតាមសម្ភិតហ្នឹងមួយជាន់មានសម្ភិតមក4-5កន្លែងហ្នឹងហើយមើលអានេះទូរបស់មានទូមួយទូសម្ភិតនេះទូសម្ភិតទូ control សម្ភិតហើយអាទូផ្សេងនេះទូរបស់car parking fan ឬមួយ jet fan នេះ jet fan ហើយ car parking fan នេះនេះមាន2ឈុតនេះមួយជាន់នេះគេដាក់4 point car parking fan នេះធំនេះគ្នានេះមួយគ្រាប់12គីឡូកម្លាំងភ្លើងវាមួយគ្រាប់12គីឡូមាន2ឈុតcar parking fan ហ្នឹងគេមាន design មាន supply ហើយនឹងexhaust មាន bird ហើយមានបាញ់ចូលអញ្ចឹងមានបាញ់ខ្យល់ចូលបើខ្យល់ចេញអញ្ចឹងនេះអានេះpress air អានេះបើខ្យល់ចូលមាន supply បើពីជាន់ ground floor មក supply ចូល basement ហ្នឹងហើយគេប្រើ jet fan ប្រើប្រហែលពុនេះតូចនេះអាហ្នឹងសម្រាប់ control ខ្យល់ហ្នឹង control ទិសដៅខ្យល់អញ្ចឹងគេដាក់ design វាតាមទីតាំងមកដើម្បីឲ្យវាយកខ្យល់ចេញពីcar parking fan នេះចែកចាយតាមទីតាំងមកគេដាក់ design វានេះក្របហើយនោះក្របទៀតហ្នឹងតាមអញ្ចឹងទៅវារុញខ្យល់ទៅហើយនៅខាងនោះវាមាននៅខាងនោះមានcar parking fan ដែរតែសម្រាប់បើកខ្យល់រុញខ្យល់ឡើងទៅលើវិញបើកខ្យល់ពី basement ហ្នឹងចេញទៅក្រៅវិញហើយយើងមើលមាន system នេះទៀតយើងមើលនេះយើងមានឃើញដូចជា fire fighting lighting សម្រាប់ lighting នេះគេ design បង្កើត design ដោយសារ space នៅតាមparking វាទៀបចឹងទៅវាទៅជាមួយ service ផ្សេងតែគេមាន limit គេវា design តាមគេហៅ driveway នេះតាមសញ្ញាព្រួយនៃផ្លូវឡានបាក់ណា driveway ហ្នឹងគេកំណត់មកអំពូលហ្នឹងទៀបបំផុតបាន2.4 ម៉ែត្រពី finishing ទៅហើយបើសិនជាតាមកន្លែង parking lot តាមអាហ្នឹងអាចថាទៀបបំផុតយើងអាចបាន2.2 ម៉ែត្របាននៅកន្លែងចតឡានហ្នឹងអាច2.2 ម៉ែត្របានតែ driveway នេះទៀបបំផុត2.4 ម៉ែត្រLED plate នេះបង្ហាញទិសដៅកន្លែងចំណតឡានវាបង្ហាញថាជាន់ហ្នឹងតាមសញ្ញាព្រួយហ្នឹងមានកន្លែងចតឡាននៅប្រហែលឡតទៀតចឹងអ្នកទាំងគ្នាហ្នឹង
ហើយខៀវនេះកាមេរ៉ាវាកាមេរ៉ាហ្នឹងចាប់កន្លែងចតឡាននេះចាប់parking នេះ parking ហ្នឹងចាប់ឲ្យវាទៅសូក្នុងscreen មិញហ្នឹងឲ្យដឹងថាចំនួនឡានសល់ប៉ុន្មាននេះ screen ហ្នឹងកាមេរ៉ាមិញនេះចាប់កាមេរ៉ាខៀវមិញនេះចាប់ភ្លើងខៀវនេះមើលខ្ញុំថតចិត្តទីនេះកាមេរ៉ាភ្លើងខៀវហ្នឹងវាអ្នកចាប់កន្លែងចតឡានអញ្ចឹងដោយកាមេរ៉ាមួយគ្រាប់នេះវាចាប់បាន6 parking lot មានថាខាងនេះ3ហើយខាងក្រោយនេះ3ហើយចាំមើលយើងទៅមើល system មួយទៀតសម្រាប់parking រៀននេះsystem មួយនេះដែលខ្ញុំចង់បង្ហាញអ្នកនរគ្នាអានេះសម្រាប់ចាប់ផ្សែងពុលនៅក្នុង basement ហ្នឹងអញ្ចឹងវា control ទៅលើផ្សែងពុលបើសិនជាមានផ្សែងពុលអុកស៊ីហ្សែនអត់គ្រប់គ្រាន់អញ្ចឹងទៅវាបោះសញ្ញាទៅខាង BMS អាចថាទៅទូ control អញ្ចឹងណាឲ្យពួកខាងវារ៉ាន់កាន់តែលឿនអញ្ចឹងទៅដើម្បី supply ខ្យល់ឲ្យគ្រប់អញ្ចឹង